យើងទឹកដីយើងទៅមូលគេមកទៀនយើងមិនឈឺចាប់ទៅម៉េចបានបងប្អូនលើទីមកគ្រប់គ្នាទៅហ៊ានអត់មានអ្នកណាខ្លាចស្លាប់មកទេជីវិតខ្ញុំចូលទៅធានតាំងពីអាយុ4 10ឆ្នាំមកដល់ខ្ញុំអាយុ55មកជីវិតខ្ញុំប្រគល់ជូនជាតិអស់ហើយរឿងរ៉ាវនៅក្នុងជីវិតអ្នកណាកំណត់វាសនាខ្លួនប្រឡាក់ពេញដោយឈាមខ្ញុំហ៊ានព្រោះជាតិខេមរាពេលកូនដើរចេញពីផ្ទះសំពះបាត់ជើងអ្នកមកចេញទៅយកជ័យជុំអ្នកជូនជាតិដែលកូនស្នេហាកូនមិនចង់ឃើញសង្គ្រាមនេះកើតឡើងជាលើកទី4មកកូនលាទៅហើយពេលកូនមិននៅសមត្ថថាខ្លួនរក្សាផ្លូវចិត្តនេះឲ្យល្អមកអើយសុំគុំអារម្មណ៍ពីកូនពេលនេះកូនលាទៅឆ្ងាយបើមានឱកាសរូបកូននេះនឹងមកជួបរូបកាយមិនមានវិញ្ញាណยังត្រូវគេផ្លោងមកពីចម្ងាយសង្គ្រាមមិនមែនរឿងតូចនៃឯងធ្វើដោយរឿងនេះជារឿងសប្បាយប្រពន្ធកូនខ្ញុំត្រូវព្រាត់ពីខ្ញុំជីវិតខ្ញុំក៏ត្រូវឃ្លាតទៅឆ្ងាយដើម្បីជាតិមាតុភូមិខ្ញុំមិនដែលខ្លាចស្លាប់ម្ដងណាទេលោកអើយប្រទេសនឹងចោលបំពេញក្នុងនាមខ្ញុំគឺជាទីហ៊ានស្មារតីខ្ញុំនេះមកមុតខំពន្លត់មកភ្លើងសង្គ្រាមនេះមួយកញ្ចប់ពងមួនមកគ្របការពារដែនដីមិនទាត់ទោះបីទ្រូងខ្ញុំត្រូវគ្របក៏ទឹកដីនេះខ្ញុំមិនឲ្យខ្ចាត់ព្រួតនេះគឺជាស្មារតីដ៏អង្អាចរបស់កងទ័ពជួរមុខដែលខំប្រឹងប្រែងការពារដើម្បីកុំឲ្យប្រជាជនមានទុក្ខហើយក៏ត្រូវចាកឆ្ងាយពីគ្រួសារចាកឆ្ងាយពីម៉ាក់ប៉ាចាកឆ្ងាយពីប្រពន្ធកូនអាចនឹងទៅដោយគ្មានថ្ងៃត្រឡប់នៅថ្ងៃទី7ខែធ្នូឆ្នាំ2025កម្ពុជាបានកត់ត្រានៅប្រវត្តិសាស្ត្របន្ថែមទៀតដែលពួកយើងបានទទួលរងនឹងការឈ្លានពានពីប្រទេសដែលចោមសៀតនេះគឺជារឿងដ៏ធំធេងដែលដកជាប់នៅក្នុងអារម្មណ៍របស់ប្រជាជនកម្ពុជាទាំងអស់ដែលគ្មានថ្ងៃអាចបំភ្លេចបានឈាមស្រង់រាប់រយដំណងព្រៀបដូចទឹកកំពុងល្អងមេឃក៏ប្រែជាខ្មៅងងឹនត្បិនដំណឹងដ៏សែនអក្រង់កូនយំស្រ័យសុរោលោកប៉ាម៉ាំងប្រាប់កូនទាំងទឹកនេត្រាប៉ាកូននេះពិតជាអស្ចារ្យចេញទៅយកជ័យជូនជាតិខេមរាទោះបីមានរឿងយ៉ាងណាក៏រូបអ្នកនេះនៅតែទ្រាំប្រឹងដើម្បីយកជ័យជំនះក៏មិនឲ្យមានគេមកជន់កាន់កំភ្លើងឲ្យជាប់នឹងដៃការពារទាំងដីនៅភាសាតមន់ចាត់ឲ្យអស់ពលជនចង់រាយបើសិនពួកវានេះមកចង់បំផន់ក្រោយពេលនេះរូបខ្ញុំសូមលំមោនកាយក្រាបសំពាំងដល់វត្ថុសាសនទាំងឡាយជួយគុំក្រងការពារកងទ័ពជួរមុខខ្ញុំអើយតើយំម៉ោងថ្មនេះសុខទុក្ខអ្នកយ៉ាងមិនហើយរូបកាយមិនមានវិញ្ញាណยังត្រូវគេផ្លោងមកពីចម្ងាយសង្គ្រាមមិនមែនរឿងតូចនៃឯងធ្វើដោយរឿងនេះជារឿងសប្បាយពុនខ្ញុំត្រូវព្រាត់ពីខ្ញុំជីវិតខ្ញុំក៏ត្រូវឃ្លាតទៅឆ្ងាយដើម្បីជាតិមាតុភូមិខ្ញុំមិនដែលខ្លាចស្លាប់ម្ដងណាទេលោកអើយហើយតាតទូជីវិតយើងជាទាហានម្នាក់ដែលការពារទឹកដីឲ្យបានទុកចិត្តស្លាប់ចុះកុំឲ្យបាត់បង់ទឹកដីអញ្ចឹងខ្ញុំចាំពាក្យគាត់ពុកខ្ញុំម៉ែខ្ញុំគាត់ប្រាប់ខ្ញុំក្បត់ទឹកដីអសោះកូនកើតមកមកឆាជីវិត